ខ្លាចណាស់លីម៉ូម៉ូហ៊ានប្រមាថអ្នកធំហើយថែមទាំងចង់រៀបការជាមួយចាងស៊ីហ្វាងទៀតចៅត្រូវចម្លងវិន័យគ្រួសារ10 ដងឈប់គ្រប់គ្នាទៅវិញទៅលោកយាយចៅសុំលីហើយចៅអត់អីទេមែនទេកូនម៉ែកុំបារម្ភអីខ្ញុំអត់អីទេបងអង្គុយសិនទៅអើយចៅកូនកុំទៅរកពួកលោកធំអីពួកយើងមានរឿងជាមួយគេមិនបានទេណាអ្នកម៉ាក់កុំបារម្ភអីកូនដឹងក្នុងចិត្តហើយចាប់ពីពេលនេះទៅនឹងគ្មាននរណាហ៊ានមកកអ្នកម៉ាក់ទៀតទេបេសកកម្មបានសម្រេចរង្វាន់បេសកម្មបច្ចេកទេសផលិតស្រាចម្រាញ់គ្រប់បានចូលកាន់នេះហើយឲ្យតែចេះបច្ចេកទេសនេះហើយថ្ងៃក្រោយមិនបាច់ខ្វល់រឿងរកលុយមិនបានទៀតទេហាអ្នកម៉ាក់និយាយលេងជាមួយនាងសិនទៅខ្ញុំចង់ទៅរវល់ទៅអាយ៉ាឈិនយ៉ាវហើយក្មេងចៅគេគ្រាន់តែចូលចិត្តលេងសើចបន្តិចបន្តួចប៉ុណ្ណោះណាខួរក្បាលរបស់គេឆ្លាតណាស់ហើយជាមនុស្សល្អម្នាក់ដែរនឹងម៉ាក់កូនដឹងហើយកូនមានអារម្មណ៍ថាសិនជាចៅមិនមែនជាមនុស្សឥតប្រយោជន៍ឬជាអ្នកសេដ្ឋីរីងាយដូចពាក្យគេល្បីគ្នានោះទេតែទោះបីជាគេជាមនុស្សឥតប្រយោជន៍ក៏ដោយចុះជាមួយនឹងសមត្ថភាពនិងនយោបាយរបស់កូនដែលជាអ្នកកើតជាថ្មីនេះកូនក៏អាចនាំគេឲ្យឡើងដល់កំពូលនៃជីវិតបានដែរខ្ញុំបានបីគូមេតបនឹងមន្ត្រីសម្រាប់ហើយហានេះវា3ថ្ងៃហើយណាអ្នកនាងបងមិនឆ្ងល់ទេថាបងថ្លៃកំពុងធ្វើអីនៅខាងក្នុងហ្នឹងបើគាត់ចង់ប្រាប់ក្រោយទៅគាត់នឹងប្រាប់ឯងហើយណាហេយ៉ាងហ្វឺបងអើយមានរឿងអីបានជាសប្បាយចិត្តម្លេះហ្នឹងយ៉ាងហ្វឺក្រោយទៅមានវាគ្រួសារយើងគ្រាន់តែដេកក៏រកលុយបានដែរឯង